vậy tới nhưng surpriseមែនតើទៅដឹងថា KKK នេះមានដល់រងថ្ងៃហ្នឹងហើយឲ្យតែមនុស្សឃើញថាពួកគេកំពុងប្រពៃពិធីអីមួយជាពិសេសគឺជនជាតិស្បែកខ្មែរគឺគាត់ដឹងតែរត់ហ្មងគឺគាត់ខ្លាចជាមួយនឹង KKK នឹងខ្លាំងមែនតើហើយថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងគ្នាស្គាល់ថាតើ KKK នឹងគឺជាអីហើយកាត់ឡើងតាំងពីពេលណាមកនិយាយទៅខ្ញុំនិយាយរឿងហ្នឹងវារៀង sensitive នៅអាមេរិកនេះចឹងខ្ញុំដឹងថា account TikTok ខ្ញុំមានបញ្ហាអត់ទេតែសង្ឃឹមថាវាអត់អីចុះចឹងយើងមកស្ដាប់ទាំងអស់គ្នាដំបូងបង្អស់នាំអ្នកទាំងអស់គ្នាទៅស្គាល់ពី KKK នឹងសិន KKK ពាក្យពេញគឺ Ku Klux Klan ដែលបង្កើតឡើងតាំងពីក្នុងឆ្នាំ1865មកហើយកំឡុងពេលហ្នឹងគឺច្បាប់របស់អាមេរិកថ្មីចេញមកហ្នឹងគឺចាប់ផ្ដើមលេងឲ្យមាន slave លេងឲ្យមានទេសកលជនជាតិស្បែកខ្មៅអីទៀតអីអញ្ចឹងទៅក៏ Klan ហ្នឹងគឺចាប់ផ្ដើមមានតាំងពីពេលហ្នឹងមកដំបូងបង្អស់គឺមានក្មេងៗ3 4នាក់ដូចថាគេនៅជុំគ្នាគេផឹកស៊ីអីចឹងណាបន្ទាប់មកគេចាប់ផ្ដើមនិយាយចាប់ផ្ដើមបង្កើតក្រុមមួយរបៀបបែបលេងសើចទេអត់មានបំណងថាទៅធ្វើបាបជនជាតិស្បែកខ្មៅឬក៏អីទេរបៀបលេងបែបក្មេងៗណាហើយពេលហ្នឹងដែរពួកគាត់តែងខ្លួនដូចខ្មោចចឹងគ្រប់កណាត់គ្រប់អីចឹងណាហើយកណាត់ហ្នឹងគឺគ្រប់កណាត់សហើយយប់ឡើងគឺគាត់តែងតែចេញទៅលងបន្លាចធ្វើបាបជនជាតិស្បែកខ្មៅទេតែមិនមែនថាធ្វើបាបជាទរណកម្មអីទេគឺបែបធម្មតាលងបន្លាចធម្មតាឯងហើយភាគច្រើនហ្មងគឺ target ពួកគាត់ហ្នឹងគឺលងបន្លាចទៅទេសកលពីមុនណាអញ្ចឹងទៅគឺពីមួយថ្ងៃទៅមួយថ្ងៃក្រុមហ្នឹងគឺចាប់ផ្ដើម member ដូចថាសមាជិកកើនឡើងពីបន្តិចម្ដងរហូតទៅដល់ច្រើនខ្លាំងមែនតើហើយកំឡុងពេលហ្នឹងដែរនៅអាមេរិកគឺគេមានបែងចែកជា South ជាមួយនឹង North ហើយ North វិញគឺកន្លែងដែលជនជាតិស្បែកខ្មៅមាន freedom ជាងតែបើ South វិញគឺអត់ទេគឺភាគច្រើនជនជាតិស្បែកខ្មៅអត់សូវមានដូចថា freedom ដូចនៅខាង North ទេហើយកំឡុងពេលហ្នឹងដែរអ្នកទាំងអស់គ្នារយៈពេល1ឆ្នាំទៅ2ឆ្នាំទេក្រុមហ្នឹងគឺកើតទៅជា secret society មួយបានន័យថាសង្គមងងឹតមួយអញ្ចឹងណាសង្គមមួយដែលគេបង្កើតឡើងមកថ្មីហ្មង secret society ហ្នឹងដូចក្រុមសម្ងាត់មួយដែលមានសមាជិកសឹងតែពាក់កណ្ដាលអាមេរិកហើយមិនមែនទៅជារឿងធម្មតាទេចាប់ផ្ដើមរឿងពីមួយថ្ងៃទៅមួយថ្ងៃក្រុមហ្នឹងគឺកាន់តែមានឥទ្ធិពលទៅហើយហើយបន្ទាប់ពីសមាជិកចាប់ផ្ដើមកើនឡើងខ្លាំងទៅគឺបង្កើតដូចទៅជាសាសនាមួយអញ្ចឹងមនុស្សគឺច្រើនមែនតើគេចាប់ផ្ដើមរកណាគេមួយដែលមានឥទ្ធិពលអាចគ្រប់គ្រងទៅលើក្រុមរបស់គេបានគេក៏បានជ្រើសរើសបុរសម្នាក់ដែលមានឈ្មោះថា Nathan Bedford Forrest ដែលគាត់គឺជាទាហានជើងចាស់ហើយកើតក្នុងឆ្នាំ1821និយាយទៅសុកគេបោះឆ្នោតឲ្យគាត់ហ្មងទាំងគាត់មិនមែនជាសមាជិកនៅក្នុង KKK នឹងទេហើយពេលហ្នឹងគាត់ក៏ភ្ញាក់ផ្អើលដែរដែលគាត់មិនមែនជាសមាជិកនៅក្នុងហ្នឹងទេតែហេតុអីបានជាគេបោះឆ្នោតឲ្យគាត់ហើយអ្នកទាំងអស់គ្នាដឹងគេបោះឆ្នោតឲ្យគាត់ដោយសារគាត់ជាទាហានជើងចាស់ហើយជាមនុស្សដែលផ្ដាច់ការនិយាយមិនគឺធ្វើអញ្ចឹងហ្មងគឺផ្ដាច់ការមែនតើហើយតានឹងគឺប្រៃសាយមែនតើបន្ទាប់ពីគាត់ឡើងកាន់ឋានៈនឹងហើយគាត់ប្រោតជាមួយនឹងខ្លួនគាត់ពេកគឺគាត់បើកដៃឲ្យសមាជិកក្រុមរបស់គាត់នឹងចាប់ផ្ដើមដើរសម្រាប់ធ្វើបាបជនជាតិស្បែកខ្មៅគ្រប់ទម្រង់ទាំងអស់និយាយទៅគឺម៉ូដមិនក៏មានដែរវត្តខ្សែតីសម្រាប់រំលោភធ្វើបាបនិយាយទៅគឺមានគ្រប់សពបែបយ៉ាងពេលខ្លះទៀតគឺអស់នៅអាតាអ្នកទាំងអស់គ្នាចងជនជាតិស្បែកខ្មៅនៅអាតាហើយគឺអស់ទៅហ្មងនិយាយទៅគ្រប់រូបភាពដែលសាហាវដែលអ្នកទាំងអស់គ្នាធ្លាប់គិតថាតើវាមានអាសាហាវបែបណាខ្លះគឺជនជាតិស្បែកសគឺបានធ្វើទៅជនជាតិស្បែកខ្មៅកំឡុងពេលហ្នឹងគឺបែបហ្នឹងប៉ុន្តែកំឡុងពេលហ្នឹងគឺគេមាន target របស់គេដែរ target របស់គេហ្នឹងគឺមិនមែនថាគ្រាន់តែឃើញនៅ public គឺសម្រាប់ធ្វើបាបអីហ្មងទេគឺ target របស់គេគឺគេផ្ដោតទៅលើអ្នកដែលចង់រៀនចង់សូត្រចង់មានចំណេះដឹងឬក៏ធ្វើការ office អីចឹងណាដំបូងមកអស់គឺគេមានដូចថាទៅ warning សិនទៅប្រាប់ថាអ្នកឯងត្រូវតែឈប់ធ្វើការនឹងឬក៏អ្នកឯងអត់ត្រូវទៅរៀនទៅអីចឹងទេបើមិនជាខ្ញុំមកលើកទី2អ្នកឯងនៅតែមកទៀតឬក៏អ្នកឯងនៅតែធ្វើការនឹងទៀតគឺគេនឹងសម្លាប់អីរបៀបថាគេទៅប្រាប់អីដែរចឹងណាហើយអ្នកទាំងអស់គ្នាគិតមើលកំឡុងពេលហ្នឹងគឺគេចាប់ផ្ដើមដូចថាចេញច្បាប់ថ្មីដែលឲ្យជនជាតិស្បែកខ្មៅហ្នឹងគឺមានសិទ្ធិក៏គ្រាន់តែកំឡុងពេលហ្នឹងភ្លាមគឺ KKK គឺបានបង្កើតឡើងដើម្បីគឺគ្រប់គ្រងទៅលើច្បាប់ហ្នឹងដើម្បីកុំឲ្យច្បាប់ហ្នឹងមានឥទ្ធិពលហើយអ្នកទាំងអស់គ្នាដឹងអត់រយៈពេលត្រឹមតែ4អាទិត្យទេត្រូវបានគេសម្លាប់ជនជាតិស្បែកខ្មៅរហូតដល់1000នាក់ជាងនិយាយទៅគឺច្រើនខ្លាំងមែនតើតែម្ដងហើយគេមិនត្រឹមតែសម្លាប់តែជនជាតិស្បែកខ្មៅទេសូម្បីតែអ្នកដែលកាន់ជើងដោយថាកាន់ជើងរដ្ឋាភិបាលឬក៏កាន់ជើងច្បាប់ថ្មីដែលថាឲ្យជនជាតិស្បែកខ្មៅនឹងមានសិទ្ធិហ្នឹងក៏គេត្រូវបានគេសម្លាប់ដូចគ្នាដែរហើយចូលមកដល់ក្នុងឆ្នាំ1872វិញច្បាប់ហ្នឹងគឺត្រូវបានបាត់ទៅដោយសារតែរដ្ឋាភិបាលគឺចាប់ផ្ដើមសើរើនៅ Washington គេចាប់ផ្ដើមសើរើហើយចង់ដឹងថាតើអ្នកណានៅពីក្រោយខ្នងថាតែពេលហ្នឹងគឺជនជាតិស្បែកសឈ្នះហើយឈ្នះដល់អត់ចាំបាច់ត្រូវការអ្នកណា vote ទៀតទេអញ្ចឹងទៅគឺច្បាប់ KKK ហ្នឹងក៏គេអត់សូវត្រូវការដូចមុនដែរហើយ KKK ក៏បានបាត់បង់ចាប់ពីពេលហ្នឹងទៅនៅក្នុងឆ្នាំ1872ហ្នឹងដូចថាសាបអីចឹងណាដោយសារតែគេសើរើសើអីចឹងណាតែក៏មានតែគេធ្វើបាបទៅក្រុមដូចថារដ្ឋាភិបាលក៏មានដាក់សម្ពាធបន្ទុកអីទៅលើ KKK នឹងដែរគ្រាន់តែថាវាសាបពីពេលហ្នឹងតែមានច្បាប់អីឬក៏ធ្វើអីទៅលើក្រុមហ្នឹងឯង
តែកំឡុងពេលហ្នឹងគឺចាប់ផ្ដើមស្ងាត់មែនប៉ុន្តែអាមេរិកគឺដូចបែងចែកជាពីរចឹងគឺខ្មៅនៅខាងខ្មៅជនជាតិស្បែកសនៅខាងជនជាតិស្បែកសអញ្ចឹងជនជាតិទាំងពីរហ្នឹងគឺអត់មានអីពាក់ព័ន្ធគ្នាទៀតទេប៉ុន្តែជនជាតិស្បែកសនៅតែមានឋានៈគេឈ្មោះនិយាយទៅគឺភាពស្មើខ្ពស់ជាងជនជាតិស្បែកខ្មៅដដែលប៉ុន្តែគ្រាន់ថាគេដាច់បែងចែកជាពីរដោយកំឡុងពេលហ្នឹងដែរគឺខាងជនជាតិស្បែកខ្មៅមន្ទីរពេទ្យកន្លែងដើរកន្លែងអីទៅញ៉ាំអីទៅអីទាំងអស់ហ្មងគឺត្រូវតែមានកន្លែងសម្រាប់ជនជាតិស្បែកខ្មៅកន្លែងជនជាតិស្បែកសវិញក៏អញ្ចឹងដែរគឺកន្លែងរបស់គេកន្លែងឋានៈខ្ពស់កន្លែងល្អជាងឬក៏សូម្បីតែមន្ទីរពេទ្យអីហ្នឹងគឺផ្សេងអញ្ចឹងបែងចែកដាច់ជាពីរតែម្ដងហើយកំឡុងពេលហ្នឹងដែរទោះបីជា KKK លែងមានទៀតដែរប៉ុន្តែការធ្វើទារុណកម្មការធ្វើបាបទៅលើជនជាតិស្បែកខ្មៅគឺមានទាំងអស់ហើយអនុសាសន៍ទីមួយដែលពួកជនជាតិស្បែកសកាន់តែងតែធ្វើទៅលើជនជាតិស្បែកខ្មៅគឺចាប់ពួកគាត់ចងកហើយថតរូបទុកផុសទុកបិទអីនៅតាមផ្លូវអញ្ចឹងទៅការធ្វើទារុណកម្មទៅលើជនជាតិស្បែកខ្មៅទៅជារឿងធម្មតាទៅជារឿងសប្បាយរបស់ជនជាតិស្បែកសនឹងវិញហើយកំឡុងពេលហ្នឹងដែរអ្វីដែលខ្លាំងជាងគេហ្នឹងគឺពួកគាត់តែងតែកាត់ប្រដាប់ភេទរបស់ជនជាតិស្បែកខ្មៅហើយញុកចូលទៅក្នុងមាត់ជនជាតិស្បែកខ្មៅថតរូបតុកនិយាយទៅគឺសាហាវមែនតើតពីហ្នឹងមករហូតទៅដល់សតវត្សទី20សតវត្សទី20ហ្នឹងគឺមនុស្សចូលជុំវិញពិភពលោកគឺចាប់ផ្ដើមចូលមកអាមេរិកដោយសារគេមានដូចថា American Dream ណាចង់កសាងជីវិតចង់ចាប់ផ្ដើមជីវិតនៅក្នុងសហរដ្ឋអាមេរិកដែលមាន Jews មានអាស៊ីមាននិយាយទៅគឺគ្រប់ពូជសាសន៍តែម្ដងគឺគេបុកចូលមកអាមេរិកដើម្បីកសាងជីវិតថ្មីអីចឹងទៅហើយ clan ហ្នឹងក៏ចាប់ផ្ដើមកើតមានឡើងម្ដងទៀតដែរអ្នកទាំងគ្នាឆ្ងល់ថាហេតុអីបានជា KKK ហ្នឹងកើតឡើងមកនិយាយទៅគឺកើតឡើងដោយសារតែរឿងមួយរឿងហ្នឹងគឺគេសំដែងមកដោយជនជាតិស្បែកខ្មៅហ្នឹងគឺជាអ្នករំលោភដើររំលោភជនជាតិស្បែកសធ្វើបាបជនជាតិស្បែកសហើយរឿងហ្នឹងគឺមានឈ្មោះថា The Birth of a Nation of the Nation ហើយរឿងហ្នឹងគ្រាន់តែកើតឡើងមកភ្លាមគឺធ្វើឲ្យមនុស្សជាច្រើនមើលទៅជនជាតិស្បែកខ្មៅគឺជាមនុស្សអាក្រក់តែម្ដងហើយ KKK ហ្នឹងគឺជាអ្នកជួយជនជាតិស្បែកសវិញអញ្ចឹងបានន័យថាជនជាតិស្បែកខ្មៅនៅក្នុងរឿង The Birth of the Nation ហ្នឹងគឺជាអ្នកដើររំលោភធ្វើបាបស្ត្រីអីចឹងទៅនៅលើដងផ្លូវអីចឹងហើយ KKK គេគឺជា hero ដែលបង្កើតមកដូចថាគេជួយទៅលើជនជាតិស្បែកសហើយ KKK ដែលកើតឡើងលើកទី2ហ្នឹងគឺនៅក្នុងឆ្នាំ1915ហើយកំឡុងពេលហ្នឹងគឺមានបុរសជនឆ្លៀតឱកាសម្នាក់ដែលគាត់មានឈ្មោះថា William Joseph Simon គាត់គឺជាបុរសដែលឆ្លៀតឱកាសកំឡុងពេលហ្នឹងហើយគាត់ក៏ជាសមាជិក KKK ពីមុនមកដែរហើយតាហ្នឹងគ្រាន់តែចេញមកគូល្បីខ្លាំងមែនតើហើយសំខាន់មកលើកទី2នេះគឺអត់ដូច KKK original ដើមរបស់គេណាគឺថ្មីប្លែកហ្មងតាហ្នឹងគឺគាត់រកលុយពី KKK second clan ហ្នឹងគឺបានច្រើនខ្លាំងមែនតើគាត់គឺមានសភៅគាត់សរសេរសភៅផងគាត់មានសភៅហ្នឹងគឺនិយាយពីកូដសម្រាប់ KKK ក្រុមរបស់គេហ្នឹងហើយមួយទៀតគឺគាត់ដាក់នាមខ្លួនឯង Imperial Wizard គាត់ដាក់នាមខ្លួនឯងទៀតហើយសភៅដែលគាត់បង្កើតហ្នឹងគឺមានឈ្មោះថា Cloran ហើយអ្នកទាំងគ្នាដឹងអត់ថាគាត់គឺជាអ្នកបង្កើតអីគេគាត់គឺជាអ្នកបង្កើត Pyramid Scam តានោះគឺសាហាវខ្លាំងមែនតើពេលដែលគាត់បង្កើតហ្នឹងការពិតគាត់គ្រាន់តែជាអ្នកធ្វើ marketing ទៅឲ្យរឿងដែលបង្កើតឡើងមកហ្នឹងឯង The Birth of the Nation ហ្នឹងប៉ុន្តែគាត់គឺឆ្លៀតឱកាសរកលុយពី KKK បានច្រើនមែនតើជាពិសេសគឺអ្នកដែលជឿរឿងដែលគេថតហ្នឹងហើយ Pyramid Scam ក៏កើតចេញពីតានឹងដូចគ្នានិយាយទៅគឺរឿងច្រើនខ្លាំងមែនតើអ្នកទាំងគ្នាកំឡុងពេលហ្នឹងដែរគឺតានឹងល្បីខ្លាំងគ្រាន់តែចេញមកភ្លាមគឺនៅក្នុងប៉ុស្តិ៍ក៏ខ្សែទូរទស្សន៍មញ៉េនិយាយទៅ everywhere ហ្មងសូម្បីតាกระดาษខ្សែกระดาษអីហ្នឹងគឺមានរូបតានឹងគ្រប់កន្លែងទាំងអស់ហើយសមាជិកអ្នកដែលចូលទៅគឺរបៀបចេះឧទាហរណ៍ថាបើសិនជាណាគេចង់ចូលជាសមាជិកគឺត្រូវបង់លុយ$10នៅក្នុងឆ្នាំ1820ហ្នឹងអ្នកទាំងនេះគិតមើល$10ចំនួនហ្នឹងគឺច្រើនខ្លាំងមែនតើហ្មងហើយបើសិនជាហៅភ្ញៀវមកបានហៅសមាជិកថ្មីចូលមកតាមបានអញ្ចឹងណាដូចថាឥឡូវឧទាហរណ៍ខ្ញុំចូលសមាជិកខ្ញុំត្រូវបង់គេ10%ប៉ុន្តែបើសិនជាខ្ញុំនាំបងប្អូនពូមីងរបស់ខ្ញុំចូលដែរខ្ញុំបាន40%ហើយបង់ទៅឲ្យ member បង់ទៅឲ្យ leader ខាងលើហ្នឹង60%អញ្ចឹងខ្លួនឯងខ្ញុំបាន40%មកវិញហើយអ្នកទាំងអស់គ្នារយៈពេលខ្លីខ្លាំងមែនតើហ្មងសមាជិកនៅក្នុងក្រុមហ្នឹងគឺឡើងចាប់ពី3000នាក់ឡើងរហូតទៅដល់300,000នាក់វាច្រើនខ្លាំងមែនតើប៉ុន្តែចូលមកដល់ក្នុងឆ្នាំ1925អ្នកទាំងអស់គ្នាសមាជិកដែលគេ estimate ទៅគឺការឡើងរហូតទៅដល់4លាននាក់និយាយទៅគឺច្រើនខ្លាំងមែនតើបើគុណលុយ Oh my god ចំនួនហ្នឹងគឺលុយច្រើនខ្លាំងមែនតើហើយតាហ្នឹងគឺគាត់ប្រមូលលុយពី Pyramid Scam ហ្នឹងបានច្រើនមែនតើគាត់ទិញផ្ទះគាត់ដើរហឺហាចាយនិយាយទៅគឺថាសាហាវមែនតើហើយនៅពេលដែល KKK ចាប់ផ្ដើមឡើងដល់4លាននាក់គឺចាប់ផ្ដើមមានឥទ្ធិពលខ្លាំងមិនថានៅខាងនយោបាយឬក៏អីគឺចាប់ផ្ដើមមានឥទ្ធិពលមែនតើព្រោះអីបើចង់បោះឆ្នោតគឺអាចបោះឆ្នោតឲ្យអ្នកណាឡើងកាន់គឺងាយស្រួលមែនតើដោយសារតែសមាជិកគឺមានក្រុមច្រើនហើយចំនួនពេលហ្នឹងអ្នកទាំងគ្នាគេអត់គិតថាការចូលទៅហ្នឹងគឺទៅធ្វើបាបដូចថាទៅធ្វើបាបជនជាតិស្បែកខ្មៅអីដូចពីមុនដូច original KKK អីគឺគេអត់ផ្ដោតទៅលើអញ្ចឹងឯងគឺគេផ្ដោត
តើលើថាពេលណាដែលគេចូលទៅគឺគេមាន connection ច្រើនដូចថាខ្ញុំចូលទៅខ្ញុំចូលដើម្បីថាអូសមាជិក KKK ហ្នឹងគឺគេជួយគ្នាទៅវិញទៅមកដូចថាគេជួយទិញអីវ៉ាន់គឺជួយអីចឹងណាចឹងមានលឿនមែនតើឥឡូវឧទាហរណ៍ខ្ញុំបើកលក់នំប៉័ងសាច់ចឹងបើសិនជាខ្ញុំជា new business ប៉ុន្តែបើសិនជាខ្ញុំចូលទៅក្នុង KKK ហ្នឹងណាគឺចូលទៅខ្ញុំ pay លុយតែបន្តិចហ្នឹងប៉ុន្តែខ្ញុំបានផលប្រយោជន៍មកវិញច្រើនមែនតើដូចថាយើងចូលទៅដើម្បីចង់បានផលប្រយោជន៍អញ្ចឹងពេលចូលទៅហើយគឺសមាជិកនៅក្នុង KKK ហ្នឹងជួយតែខ្ញុំអញ្ចឹងខ្ញុំមានលឿនហ្មងយល់អត់អ្នកនរគ្នាយល់អ្វីដែលខ្ញុំនិយាយអត់គឺគេគិតបែបហ្នឹងមនុស្សជំនាន់ហ្នឹងគឺគេមិនមែនចូលដើម្បីទៅធ្វើបាបជនជាតិស្បែកខ្មៅអីទៀតអត់ទេគេអត់មានគិតរឿងហ្នឹងទេគឺគេចូលដើម្បីតែគេហៅចូលសង្គមណាចូលសង្គមដើម្បីឲ្យស្គាល់គេដើម្បីឲ្យមានមុខមាត់មាន connection អីអញ្ចឹងណាហើយដូចថាមាននៅក្នុងពេលហ្នឹងដែរគឺមានអ្នកដែលមានឥទ្ធិពលមានអ្នកដែលមានអំណាចនៅក្នុង KKK ហ្នឹងគឺច្រើនមែនតើហើយពីមួយថ្ងៃទៅមួយថ្ងៃគឺ KKK ហ្នឹងចាប់ផ្ដើមល្បីយកតែមែនតើហ្មងដល់ថ្នាក់ក្រុមគេហ្នឹងគឺគេមានចម្រៀងគឺគេមានតុក្កតាសូម្បីនៅតុក្កតានៅអីដែលមើលប្រចាំថ្ងៃហ្នឹងគឺសិតតែមានពាក់ព័ន្ធជាមួយនឹង KKK ហ្នឹងទាំងអស់សិតតែនិយាយពីសមាគមហ្នឹងទាំងអស់ហ្មងរបៀបថាអាក្រុម society ហ្នឹងណាហើយដូចថារបៀបចាក់គឺគេផ្ដោតខ្លាំងហ្មងទៅលើក្មេងៗដែលអាយុពី10ឆ្នាំទៅ8 10ឆ្នាំអញ្ចឹងម្នាក់គឺឲ្យតែថាឥឡូវអ្នកទាំងអស់គ្នាគិតមើលនៅជុំវិញខ្លួនយើងងាកទៅណាក៏ឃើញអាហ្នឹងដែរអញ្ចឹងមិនយូរមិនឆាប់ទេមនុស្សម្នាក់ហ្នឹងត្រូវទៅចូលទៅក្នុងនឹងដូចគ្នាឯងអញ្ចឹងវាកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃរហូតសមាជិកច្រើនទៅហ្មងហើយ claim ហ្នឹងគឺចាប់ផ្ដើមមានអំណាចទៅហើយចាប់ផ្ដើមរបៀបថាមានអធិបតេយ្យខ្លាំងមែនតើនៅពេលថ្ងៃផ្សេងការរស់នៅរបស់ជនជាតិស្បែកសរស់នៅរបស់ clan ហ្នឹងគឺល្អមែនតើគឺពួកគាត់រស់នៅស្រួលមែនតើហើយស្រស់ដៃគ្នាជួយគ្នាប៉ុន្តែនៅពេលយប់វិញការសម្លាប់ការធ្វើបាបធ្វើទារុណកម្មទៅលើជនជាតិស្បែកខ្មៅគឺដដែលហើយមិនធំតែដដែលទេណាប៉ុន្តែទៅជារឿងធម្មតាអត់មានណាគេអើពើសោះតែម្ដងដោយសារតែក្រុមហ្នឹងគឺមានអធិបតេយ្យខ្លាំងពេកហើយដល់ថ្ងៃមួយមានបុរសម្នាក់ដែលមានឈ្មោះថា Steven គាត់គឺជាអ្នករៀងថ្នាក់លើដែររៀងខ្ពស់ដែរនៅក្នុង clan ហ្នឹងគាត់ត្រូវបានគេចោទប្រកាន់ដោយគាត់បានរំលោភស្ត្រីជនជាតិស្បែកសហើយគឺជាសមាជិក KKK នឹងដូចគ្នាពេលហ្នឹងដែរបានចាប់ផ្ដើមរង្គោះរង្គើហើយមួយទៀតមិនធំតែប៉ុណ្្នឹងទេកំឡុងពេលហ្នឹង Steven ហ្នឹងគាត់ក៏បានជាប់គុកត្រូវបានគេដាក់គុកអស់រយៈពេលមួយជីវិតហ្មងដាក់ចេញមកបានឯគាត់ nothing to lose អញ្ចឹងទៅគាត់ក៏ចាប់ផ្ដើមទៅសេ document មួយដែលនិយាយពាក់ព័ន្ធជាមួយនឹង governor ដែលនៅក្នុងហ្នឹងគាត់បានធ្វើអំពើពុករលួយអីខ្លះអញ្ចឹងទៅរបៀបអញ្ចឹងហើយបន្ទាប់មកពេលហ្នឹងគឺ economic ចាប់ផ្ដើម down ហើយដូចថាមនុស្សលេងសូវមានលុយឧបត្ថម្ភទៅលើ clan ហ្នឹងដូចមុនទៀតហើយមួយទៀតគឺដូចថាមិនត្រឹមតែប៉ុណ្្នឹងទេប៉ុន្តែអ្វីដែលថ្នាក់លើបានដាក់មកឲ្យសម្រាប់អ្នកក្រុមធ្វើគឺអ្នកនៅខាងក្រុមហ្នឹងគឺគាត់បានធ្វើទៅតាមថ្នាក់លើប្រាប់ល្អមែនតើប៉ុន្តែជាក់ស្ដែងបើយើងមើលទៅទង្វើអ្នកដែល leader អ្នកដែលខ្ពស់ហ្នឹងគឺគាត់អត់បានធ្វើល្អទេអញ្ចឹងបានន័យថាអ្នកនៅខាងក្រុមហ្នឹងគេចាប់ផ្ដើមឃើញធាតុពិតហើយឃើញផ្ទាល់ភ្នែកហ្មងបើចាំណាគេមកបញ្ចុះបញ្ចូលឲ្យចេញពី clan ហ្នឹងអីទេគឺឃើញផ្ទាល់ភ្នែកអញ្ចឹងទៅគឺចាប់ផ្ដើមរង្គោះរង្គើចាប់ផ្ដើមលេងដូចមុនហើយក៏ចាប់ផ្ដើមមានអ្នកខ្លះគឺចេញលេងឧបត្ថម្ភលេងអីអញ្ចឹង clan ហ្នឹងគឺវាចាប់ផ្ដើមអស់លុយក៏អត់សូវមានអធិបតេយ្យខ្លាំងដូចមុនទៀតដែរហើយចំពេលអញ្ចឹងវាមានរឿងប្រដាក់គ្នាអញ្ចឹងហើយចំពេលសង្គ្រាមលោកលើកទី2ចាប់ផ្ដើមទៀតអញ្ចឹងមនុស្សទាំងអស់ហ្មងនៅក្នុងអាមេរិកអត់មានខ្វល់ថាអ្នកឯងជា Jews អ្នកឯងជាអាស៊ីអ្នកឯងជាជនជាតិស្បែកខ្មៅជនជាតិស្បែកសអីទេឲ្យតែអ្នកនៅអាមេរិកហ្នឹងគឺពួកគាត់ត្រូវទៅធ្វើទាហានត្រូវទៅបាញ់ដើម្បីការពារជាតិត្រូវនិយាយទៅគឺត្រូវទៅសមរភូមិទាំងអស់គ្នានិយាយឲ្យងាយយល់ហ្មងគឺពួកគាត់ទាំងអស់គ្នាហ្នឹងគឺត្រូវទៅទាំងអស់ហ្មងអញ្ចឹងហើយកំឡុងពេលហ្នឹងការរើសអើងពូជសាសន៍គឺវាអត់ដូចមុនទៀតទេដោយសារតែភាគច្រើនហ្មងអ្នកទាំងអស់គ្នាកំឡុងពេលហ្នឹងគឺគេចាប់ផ្ដើមភ្ញាក់ផ្អើលហើយធ្វើឲ្យប្រជាជនជាតិស្បែកសចាប់ផ្ដើមភ្ញាក់ហ្នឹងគឺដោយសារតែទាហានគឺជនជាតិស្បែកខ្មៅច្រើនមែនតើហ្មងអញ្ចឹងពួកគាត់រស់នៅអត់មានសិទ្ធិស្មើភាពជាមួយនឹងជនជាតិស្បែកសទេប៉ុន្តែកំឡុងពេលមានបញ្ហាពួកគាត់ពីកាភ្លើងទៅសមរភូមិដើម្បីជួយជាតិដើម្បីការពារប្រជាជនអាមេរិកដែលអត់រើសអើងពូជសាសន៍មិនថាសឬក៏ខ្មៅពួកគាត់ចេញទៅការពារហើយពេលនឹងដែរជនជាតិស្បែកខ្មៅពេលដែលគាត់ទៅធ្វើសង្គ្រាមហ្នឹងនៅខាងអឺរ៉ុបគាត់ឆ្ងល់គាត់ភ្ញាក់ផ្អើលមែនតើថាហេតុអីបានជានៅខាងអឺរ៉ុបហេតុអីបានជាមនុស្សផ្សេងដែលជួបគាត់គឺទុកគាត់ជាមនុស្សដូចគ្នាប៉ុន្តែហេតុអីទឹកដីដែលគាត់នៅពេលដែលគាត់នៅអាមេរិកគាត់នៅជាមួយនឹងប្រទេសរបស់គាត់តែហេតុអីបានជាគាត់មានអារម្មណ៍ថាគាត់មិនមែនជាមនុស្សទេអត់ស្មើជាមនុស្សទេរស់នៅដូចសត្វចឹងគាត់មានអារម្មណ៍ថាភាពស្មើភាពហ្នឹងគឺវាធ្វើឲ្យគាត់មានអារម្មណ៍ដូចថាវាលំអៀងខ្លាំងពេកហើយពួកគាត់ពេលដែលមានទុកពេលដែលមានរឿងគាត់ជាអ្នកការពារប្រទេសជាតិហើយពេលដែលគាត់ត្រឡប់មកវិញឈាមស្រោចពេញខ្លួនគាត់លីកំភ្លើងមកហើយមានទាំងយុស័កនៅលើខ្លួនឯងគាត់ទៀតហើយគាត់មានចម្ងល់ក្នុងខ្លួនខ្លាំងមែនតើហេតុអីបានជាពួកគាត់អត់មានសិទ្ធិ
រស់នៅដូចគេធម្មតាទាំងពេលដែលគាត់ចាក់ចេញពីប្រទេសរបស់គាត់ទៅគឺមនុស្សផ្សេងៗដែលជួបគាត់គឺຕົកគាត់ជាមនុស្សប៉ុន្តែពេលដែលគាត់មកដល់ទឹកដីរបស់គាត់កន្លែងដែលកំណើតរបស់គាត់មានអារម្មណ៍ថាគាត់អត់មែនមិនមែនជាមនុស្សវិញពេលនឹងដែរពេលដែលគាត់ពួកគាត់ត្រឡប់មកវិញហ្នឹងគឺគាត់មានសញ្ញាសួរនៅក្នុងខួរក្បាលរបស់គាត់ច្រើនខ្លាំងមែនតើហ្មងហើយពេលដែលគាត់កាន់កាភ្លើងមកជាមួយនឹងយុស័កហ្នឹងគឺធ្វើឲ្យជនជាតិស្បែកសមួយចំនួនគាត់ insecure ខ្លាំងមែនតើអ្នកខ្លះក៏បានបើកចិត្តឲ្យទលំទលាយតែអ្នកខ្លះទៀតគឺគាត់នៅតែអត់បើកចិត្តគឺគាត់នៅតែប្រកាន់ផ្នត់គំនិតភាពអត់ស្មើគ្នានឹងដដែលហើយនៅពេលនឹងដែរពេលដែលតាហ៊ានគាត់មកដល់សហរដ្ឋអាមេរិកវិញហ្នឹងណាតាមធម្មតាដូចថាឥឡូវកន្លែងហ្នឹងគឺកន្លែងអង្គុយគាត់កំពុងអង្គុយហើយប៉ុន្តែពេលដែលមានមេតាហ៊ានឬក៏តាហ៊ានផ្សេងដែលជាជនជាតិស្បែកសមកគឺជនជាតិស្បែកខ្មៅហ្នឹងត្រូវតែងើបចេញដើម្បីឲ្យជនជាតិស្បែកសអង្គុយប៉ុន្តែពេលនឹងដែរគឺតាហ៊ានហ្នឹងគាត់អត់ព្រមងើបទេពេលហ្នឹងហើយដែលKKK លើកទី3បានចាប់ផ្ដើមកើតឡើងដោយសារតែរឿងហ្នឹងអ្នកនរគ្នាបានន័យថាជនជាតិស្បែកខ្មៅគឺគាត់លេងអោនលំទោនដូចមុនហើយបន្ទាប់ពីគាត់មកពីធ្វើសង្គ្រាមវិញហើយពួកគាត់លេងអោនក្បាលលេងដាក់ចុះអីដូចមុនទៀតហើយអញ្ចឹងទៅ KKK ហ្នឹងគឺកាត់ឡើងម្ដងទៀតដោយសារតែតាហ៊ានហ្នឹងគឺគាត់ចង់ចាប់ផ្ដើមបង្កើត clan ហ្នឹងត្រឡប់មកវិញដើម្បីជន់ផលិតទៅតាហ៊ានជនជាតិស្បែកខ្មៅវិញហើយចំពោះ clan លើកទី3ហ្នឹងគឺបានធ្លាក់ទៅលើដៃបុរសដែលមានឈ្មោះថា Samuel Clan ដែលគាត់គឺជាសមាជិកដែលធ្លាប់នៅក្នុង KKK ហ្នឹងពីមុនមកដូចគ្នាហើយអ្នកនរគ្នាដឹងអត់ថាពេលដែល Samuel Clan ហ្នឹងគាត់បានខ្លាយទៅជា leader គេនឹងគាត់និយាយថាម៉េចអត់គាត់និយាយថាព្រះជាម្ចាស់បានបង្កើតគាត់មកឲ្យគាត់សហើយបង្កើតជនជាតិស្បែកខ្មៅឲ្យខ្មៅអញ្ចឹងគឺបានកំណត់រួចរាល់ហើយតាំងពី 5000 ឆ្នាំមកម្ល៉េះបានន័យថាជនជាតិស្បែកសគឺបង្កើតមកដើម្បីឲ្យនៅមានឋានៈខ្ពស់ជាងជនជាតិស្បែកខ្មៅគាត់និយាយចឹងហើយគាត់មិនធំនិយាយប៉ុណ្្នឹងឯងគាត់និយាយថាជនជាតិស្បែកសហ្នឹងគឺមានឋានៈលោះពីជនជាតិណាផ្សេងទាំងអស់តែម្ដងគាត់និយាយជាមកគឺ God បង្កើតគាត់មកហ្នឹងដើម្បីឲ្យគាត់ហ្នឹងគឺជាមនុស្សដែលមានឥទ្ធិពលខ្ពស់ជាងគេរបៀបអញ្ចឹងណាអ្នកនរគ្នាអាប៉ែហ្នឹងនិយាយចេញមកកាប៉ិត clan ហ្នឹងគឺវាបែងកាប់ស៊ីហើយវាដួលហើយឯងប៉ុន្តែនៅតែមានមនុស្សមកក្រុមរយៈដូចជាចំនួន 1000 2000 នាក់អីចឹងតិចជាអត់សូវច្រើនណាស់ទេនៅតែមានអ្នកជឿឲ្យឧបត្ថម្ភតែប៉ែហ្នឹងទៀតនិយាយទៅគឺធំមិនឲ្យ clan ហ្នឹងកាត់ឡើងម្ដងទៀតដូចថាមនុស្សយើងតែមានផ្នត់កំណត់ដាំជាប់មិនឲ្យគឺអញ្ចឹងហ្មងពួកគាត់គឺអត់កែប្រែកំណត់របស់គាត់ឯងគាត់នៅតែគិតថាមែនប៉ែហ្នឹងនិយាយទៅគឺត្រូវហើយរបៀបអញ្ចឹងណាហើយអ្នកទាំងគ្នា surprise ណារឿង KKK ហ្នឹងក៏ពាក់ព័ន្ធជាមួយនឹងរឿង Superman ដែលយើងមើលរាល់ថ្ងៃដែរនិយាយទៅខ្ញុំពេលខ្ញុំមើលរឿងហ្នឹងហើយខ្ញុំមានអារម្មណ៍ថាអូវាមានពាក់ព័ន្ធគ្នាមែនតើទាំង Pyramid Scam ទាំងរឿង Superman អីគឺមានក្នុងនឹងទាំងអស់ហ្មងធ្វើឲ្យយើងយល់ដឹងពីមនុស្សកាន់តែច្រើនជាងមុនហើយបន្ទាប់មកចូលទៅដល់ពេលហ្នឹងគឺមាន KKK ហ្នឹងទោះបីជាវាកាត់ឡើងម្ដងទៀតវាមានជីវិតម្ដងទៀតក៏វាអត់សូវមាំដូចមុនដែរមនុស្សនៅក្នុងហ្នឹងគឺគេតែងតែចូលទៅហើយគឺគេស្បត់ថាអញ្ចឹងគេស្បត់ថាគេក្នុងនាមជាជនជាតិស្បែកសគឺគេមិនអាចចោលជនជាតិស្បែកសផ្សេងបានទេគេនឹងកាន់ដៃគ្នាហើយគេនឹងការពារអីចឹង protect ជនជាតិស្បែកសអីចឹងទៅរបៀបថាគេស្បត់ចឹងណាប៉ុន្តែ clan ហ្នឹងទោះបីមិនក៏វាដូចមុនដែរវាអត់ក្រោយពីសង្គ្រាមលោកលើកទី2ហើយវាអត់សូវរឹងមាំដូចមុនទេដោយសារសមាជិកវាអត់កើនឡើងខ្លាំងដូចពីដំបូងឯងដូចថាគេចាប់ផ្ដើមដឹងខ្លះអីចឹងណាហើយបន្ទាប់មកមានបុរសម្នាក់ដែលមានឈ្មោះថា Stephen Kennedy គឺគាត់គឺជាអ្នកសារព័ត៌មានម្នាក់ហើយគាត់ចង់ដឹងពីសង្គមហ្នឹងគាត់ក៏បានចូលទៅក្នុងជា member របស់ KKK ហ្នឹងដើម្បីគាត់ចង់ដឹងថាតើគេមានទំនៀមទម្លាប់បែបម៉េចគេផ្នត់គំនិតបែបម៉េចគេព្រាមមនុស្សនៅក្នុងនោះបែបម៉េចខ្លះហេតុអីបានជំរាមអ្នកចូលទៅងប់ម៉េះរបៀបអញ្ចឹងគាត់ចូលទៅដើម្បីចង់ដឹងបន្តហើយគាត់ក៏បានឲ្យគេផលិតនៅរឿង Superman ដើម្បីបកអាក្រាតហើយនិយាយពីភាពអាក្រក់របស់ KKK ហ្នឹងដើម្បីឲ្យក្មេងៗឬក៏យុវជនជំនាន់ក្រោយហ្នឹងគឺដឹងពីសង្គមហើយធាតុពិតដូចថាកុំឲ្យចាញ់បោកគេអញ្ចឹងណាគ្រាន់តែរឿង Superman ហ្នឹងចេញមកគឺវាយរាប់ទុះខ្លាំងមែនតែម្ដងអ្នកនរគ្នាគឺផ្ទុះមែនតើក្មេងៗជំនាន់ក្រោយហ្នឹងគឺគេមើលសឹងតែគ្រប់គ្នាហ្មងហើយបន្ទាប់មកហ្នឹងគឺចាប់ផ្ដើមសាបម្ដងទៀតដូចថាសាបប៉ុន្តែវាមិនបាត់បង់ហ្មងឯសមាជិកសរុបនៅក្នុងពេលហ្នឹងពីចេញរឿង Superman ហ្នឹងមកវាបានសាបដែរប៉ុន្តែវាមិនមែនបាត់បង់ 100% ទេវានៅមានសមាជិក 20000 នាក់ទៀតនៅក្នុង KKK ហ្នឹងហើយបន្ទាប់ពីហ្នឹងដែរនិយាយទៅគឺរាជរដ្ឋាភិបាលគឺគាត់បានផ្ដល់សិទ្ធិទៅឲ្យជនជាតិស្បែកខ្មៅដូចថាសាលារៀនពីមុនថាអត់ទទួលជនជាតិស្បែកខ្មៅហ្នឹងគឺពួកជនជាតិស្បែកខ្មៅគាត់អាចចូលរៀនឲ្យបានតាមធម្មតាកន្លែងធ្វើដំណើរធ្វើអីហ្នឹងគឺសិទ្ធិតែមានសិទ្ធិស្មើគ្នាដូចថាមិនមែនស្មើ 100% ប៉ុន្តែគឺគេផ្ដល់សិទ្ធិថ្មីឲ្យទៅជនជាតិស្បែកខ្មៅច្រើនខ្លាំងមែនតើបន្ទាប់ពីរឿងហ្នឹងបានកើតឡើងប៉ុន្តែអ្នកទាំងអស់គ្នាកំឡុងពេលហ្នឹងដែរជនជាតិស្បែកខ្មៅហ្នឹងគឺគាត់ចាប់ផ្ដើមតវ៉ាម្ដងទៀតហើយគឺតវ៉ាដើម្បីសិទ្ធិស្មើគ្នាហ្មងនិយាយទៅគឺគាត់ចង់បានសិទ្ធិពេញលេញណាដែលដូចថាក្នុងនាមជាម្ចាស់ផ្ទះស្មើជាមួយនឹងជនជាតិស្បែកសហ្មងហើយក្នុងហ្នឹងគឺនាំឲ្យយើងទៅស្គាល់បុរសម្នាក់ដែលគាត់គឺមានឈ្មោះថាលោក Martin Luther King គាត់គឺជាបុរសដែលជនជាតិស្បែកខ្មៅដែលរៀនសូត្របានខ្ពង់ខ្ពស់មែនតើហើយគាត់ក៏ជាអ្នក
បង្កើត campaign ធំមែនតើដើម្បីទៅគេហៅធ្វើបាតកម្មដើម្បីសុំសិទ្ធិសេរីភាពស្មើគ្នាជាមួយនឹងជនជាតិស្បែកសហើយអ្នកទាំងអស់គ្នាពេលដែលគាត់ចេញទៅបាតកម្មហ្នឹងគឺគាត់មិនមែនដូចថាបាតកម្មនេះឯងបាតកម្មសន្តិភាពឯងដូចថាគេអត់មានប្រើពើហង្សាអីទេគ្រាន់តែទៅទៀមទានិយាយពីថាហេតុអីបានជាគេចង់បានសិទ្ធិសេរីភាពស្មើអីតែអញ្ចឹងឯងប៉ុន្តែប៉ូលីសដែលការពារហ្នឹងគឺអត់មានបានដូចថាអត់មានបានល្អអត់មានបានប្រើសន្តិភាពអីជាមួយនឹងប្រជាជនទេគឺលេងធေါ်ក្តៅហ្មងអញ្ចឹងពួកគាត់ទៅបាតកម្មហ្នឹងត្រូវបានគេធ្វើធေါ်ក្តៅដាក់ពួកគាត់តែម្ដងកំឡុងពេលហ្នឹងដែរហើយLuther King ហ្នឹងគាត់គឺជាបរិះដែរដូចថានិយាយអីទៅត្រូវមែនតើហ្មងអ្នកទាំងអស់គ្នាដូចថាអ្នកដែលនិយាយការពិតនៅក្នុងសង្គមអ្នកដែលនិយាយការពិតនៅក្នុងសង្គមចាក់ស្ដែងណាអ្នកដែលហ៊ាននិយាយបំបត្តិទៅគឺអ្នកដែលហ៊ាននិយាយគាត់ឃើញមិនគឺគាត់និយាយអញ្ចឹងហើយគាត់សិក្សាបានខ្ពស់មែនតើហើយគាត់គឺជាអ្នកដែលមានចក្ខុវិស័យមើលទៅវែងឆ្ងាយខ្លាំងតែម្ដងនៅពេលដែលគាត់និយាយដើម្បីលើកសុំសិទ្ធិស្មើគ្នាហ្នឹងណាគឺមានប្រជាជនដែលទៅចូលរួមគឺច្រើនខ្លាំងមែនតើហើយកំឡុងពេលហ្នឹងណាដូចថាអ្នកដែលគាត់ជាឋានៈលើអ្នកដែលនៅជួរមុខក្នុងរាជរដ្ឋាភិបាលហ្នឹងក៏មានអ្នកដែលគាត់កាន់ជើងទៅលើការសុំសិទ្ធិស្មើគ្នាហ្នឹងហើយក៏មានមនុស្សដែលមិនកាន់ជើងដូចគ្នាអញ្ចឹងអ្នកខ្លះគឺដាច់អហង្ការហ្មងដាច់ខាតគឺគាត់អត់ព្រមទេប៉ុន្តែអ្នកខ្លះទៀតគឺគាត់ព្រមហើយនៅក្នុងខែ8ថ្ងៃទី28/1963មានមនុស្ស30,000នាក់ច្រើនមែនតើគ្រប់ពណ៌សម្បុរទាំងអស់តែម្ដងគឺគេរួបរวมគ្នាទៅដង្ហែដើម្បីធ្វើបាតកម្មសុំសិទ្ធិស្មើគ្នាឲ្យជនជាតិស្បែកខ្មៅនិយាយទៅគឺកំឡុងពេលហ្នឹងគឺម្នាក់ភ្ញាក់ផ្អើលខ្លាំងមែនតើហ្មងព្រោះអ្នកដែលដង្ហែហ្នឹងណាគឺគ្រប់ពណ៌សម្បុរគ្រប់ជាតិសាសន៍គឺគេសុំសិទ្ធិស្មើគ្នាសម្រាប់ជនជាតិស្បែកខ្មៅអូយពេលហ្នឹងបើគិតទៅរំភើបមែនតើហ្មងណាដែលពួកគាត់ដូចថាមានមនុស្សជាច្រើនជួយលោកដៃជួយក្នុងរឿងហ្នឹងណាអ្វីដែលនឹកស្មានដល់ដោយរបៀបថាសុកយើងកំពុងតែត្រូវការជំនួយមែនតើហ្មងហើយស្រាប់តែមានគេលូកដៃមកជួយអូយស្ដាប់ទៅរំភើបខ្លាំងមែនតើហើយកំឡុងពេលហ្នឹងសហរដ្ឋអាមេរិកគឺបានចារតុកនៅថ្ងៃហ្នឹងគឺជាថ្ងៃប្រវត្តិសាស្ត្រមួយដែលគេចារតុកច្រើនមែនតើដែលគេធ្វើការដើរថ្មើរជើងហ្នឹងគឺនៅ Washington State ហើយលោក Luther King គាត់ក៏បាននិយាយពីក្តីសម័យរបស់គាត់ថាក្តីសម័យរបស់គាត់គឺគាត់អត់ចង់បានអីច្រើនទេគាត់ប្រាប់ទៅកូនទាំង4នាក់របស់គាត់ចង់ឲ្យកូនទាំង4នាក់របស់គាត់ហើយនឹងមនុស្សប្រជាជនទាំងអស់រស់នៅក្នុងសង្គមមួយដែលមិនចាច់បានន័យថាមិនមើលមកមនុស្សតែសម្បកក្រៅទេប៉ុន្តែមើលមនុស្សពីអត្តចរិតមើលមនុស្សពីធាតុពិតហើយនឹងទង្វើរបស់មនុស្សវិញមិនមែនមើលមកថាគេខ្មៅគឺគេដឹងតែអាក្រក់មនុស្សសដឹងតែល្អឯងមិនមែនចឹងទេគឺគាត់អត់ចង់ឲ្យដូចថាកូនគាត់រស់នៅក្នុងកន្លែងចឹងឯងគាត់សង្ឃឹមអាហ្នឹងគឺជាក្តីសម័យដ៏ធំរបស់គាត់តែម្ដងគឺគាត់ចង់ឃើញឲ្យកូនគាត់រស់នៅក្នុងសង្គមដែលគេមើលទៅតាមទង្វើហើយនឹងអត្តចរិតមិនមែនមើលគ្រាន់តែរូបរាងខាងក្រៅទេហើយអ្នកទាំងគ្នាបន្ទាប់ពីគេបាតកម្មរយៈពេល2អាទិត្យហើយគឺមានការបន្ទុកគ្រាប់បែកនៅផ្លូវលេខ16បន្ទុកគ្រាប់បែកនៅ Alabama ហ្នឹងគឺនៅក្នុងឈើតែម្ដង Teddy Church ហើយពេលនឹងដែរគឺធ្វើឲ្យមនុស្សរហូតដល់20ជាងអ្នករងរបួសមានអ្នកបាត់បង់ជីវិត4នាក់ហើយក្រៅពីហ្នឹងគឺរងរបួសណានិយាយទៅគឺសិតតែកូនក្មេងទាំងអស់ពី10ឆ្នាំទៅ4-10ឆ្នាំអីហ្នឹងហើយពេលដែលគេ search មើលទៅដូចថាពេលដែល FBI ចាប់ដើមធ្វើការទៅគឺគេរកឃើញអ្នកដែលបន្ទុកគ្រាប់បែកហ្នឹងមានគ្នា4នាក់ហើយ4នាក់ហ្នឹងគឺសិតតែអ្នកនៅក្នុងក្រុម KKK និយាយទៅគឺពួក KKK ហ្នឹងគឺវាចាប់ផ្ដើមធ្វើបាបជនជាតិស្បែកខ្មៅដោយបន្ទុកគ្រាប់បែកម្ដងទោះបីជាពេលហ្នឹងជនជាតិស្បែកខ្មៅចាប់ផ្ដើមមានសិទ្ធិមានអីប្រាហើយប៉ុន្តែ KKK នៅតែមានអាទង្វើបែបហ្នឹងរហូតហើយពេលដែល FBI គេធ្វើការបែបហ្នឹងហើយគេក៏បានបញ្ជូនសំណុំរឿងហ្នឹងទៅប៉ុន្តែនៅដល់អត់ដល់ថ្នាក់លើហ្មងឯងនៅត្រឹម Washington និយាយទៅគឺរបៀបថាមានអ្នកធំម្នាក់ហ្នឹងគឺគាត់អត់បញ្ជូនសំណុំឯកសារហ្នឹងឡើងទៅលើម្ដងទៀតទេដោយគាត់អត់ចង់ឲ្យប៉ះពាល់ទៅដល់ KKK ហ្នឹងហើយបុរសដែលបន្ទុកគ្រាប់បែកហ្នឹងគឺមានឈ្មោះថា Robert ហើយអ្នកទាំងគ្នាដឹងឲ្យបន្ទាប់ពីគេបានប្តឹងឡើងហើយប៉ុន្តែกระดาษហ្នឹងគឺនៅមួយកន្លែងទោះបីជា FBI ដឹងថាអ្នកណាជាអ្នកបន្ទុកគ្រាប់បែកក៏ដោយប៉ុន្តែសំណុំឯកសារហ្នឹងគឺនៅកន្លែងហ្នឹងអញ្ចឹងទៅគឺអត់ធ្វើអីបុរសម្នាក់ហ្នឹងបានในរយៈពេល10ឆ្នាំណាអ្នកទាំងគ្នាអញ្ចឹងមានន័យថាអ្នកដែលបង្ករឿងហ្នឹងអាចរស់នៅក្រៅគឺដូចមនុស្សធម្មតារយៈពេល10ឆ្នាំធ្វើអីតាមសេរីភាពរបស់គាត់អញ្ចឹងទៅហើយបន្ទាប់មកចូលដល់ឆ្នាំ1965ដោយសារតែរឿងបន្ទុកគ្រាប់បែកហ្នឹងគឺវាខ្លាំងពេកត្រូវបានរាជរដ្ឋាភិបាលចាប់ផ្ដើមស៊ើបដូចថាសើរើឡើងវិញអញ្ចឹងសើរើទៅក៏ឃើញបរិះម្នាក់ហ្នឹងហើយគេក៏ចាប់ផ្ដើមទៅចាប់និយាយទៅចាប់ខ្លួន The Wizard អ្នកដែលគាត់ជាមេគេហ្មងតមកគេក៏បានកោះហៅប៉ែកមួយដែលកាន់ KKK ចុងក្រោយគេហ្នឹងណាគឺចូលទៅសួរថាតើហេតុអីបានជាសមាជិករបស់គាត់ហ្នឹងទៅបន្ទុកគ្រាប់បែកហើយគាត់ក៏បាននិយាយថាតែប៉ុនជាមួយនឹងរឿងបន្ទុកគ្រាប់បែកហ្នឹងគឺគាត់គឺអត់ដឹងទេព្រោះសមាជិករៀងៗខ្លួនគឺគេមានផ្នត់គណិតការគិតអីគេឬក៏ទង្វើរបស់គេហ្នឹងគឺរៀងខ្លួនទេអញ្ចឹងតើតោងជាមួយបន្ទុកគ្រាប់បែកហ្នឹងគាត់អត់បានដឹងរឿងទេ
បន្ទាប់មកចាប់ផ្ដើមពីពេលហ្នឹងគេក៏ចាប់ផ្ដើមដាក់គាត់ចូលទៅក្នុងគុករយៈពេល1ឆ្នាំរយៈពេល1ឆ្នាំដែលគាត់នៅក្នុងគុកហ្នឹងគឺពេលគាត់ចេញមកវិញអ្វីគ្រប់យ៉ាងគឺវាលេងដូចមុនហើយ KKK ហ្នឹងគឺវាលេងដូចថាមានសមាជិកច្រើនដូចមុនហើយមួយទៀតគឺចាប់ផ្ដើមរង្គោះរង្គើហើយរាជរដ្ឋាភិបាលគេក៏ចាប់ផ្ដើមប្រឹងបែកបំបាក់ក្រុមហ្នឹងដើម្បីឲ្យវាបែកខ្ញែកណាបន្ទាប់មកដល់1970នៅក្នុងឆ្នាំ1970ទីបំផុតក្រុមនឹងគឺបានបំបែកហើយអ្នកនរគ្នាប៉ុន្តែមកដល់រងថ្ងៃនេះនៅតែមានគេឃើញនៅសហរដ្ឋអាមេរិកហ្នឹងណាគេឃើញកន្លែងដែរ KKK នឹងប្រពៃពិធីអ្នកខ្លះទៅថតដូចថាឃើញចៃដន្យណាឃើញថា KKK ហ្នឹងនៅតែមាននិយាយទៅគឺនៅតែមានមិនសាបសូន្យ 100%ទេហើយមានអ្នកនៅអាមេរិកនេះពេលខ្ញុំធ្លាប់និយាយមួយគាត់តាក់ទងជាមួយនឹង KKK ហ្នឹងគាត់ក៏និយាយថាKKK នៅមានដែរនិយាយទៅមនុស្សជាច្រើនគេជឿថានៅតែមានគ្រាន់ថាអាចជាសមាជិកតិចតួចអីចឹងទៅហើយឲ្យតែអ្នកទាំងគ្នាឲ្យតែរបៀបថាជនជាតិស្បែកខ្មៅគាត់ឃើញអ្នកដែលស្លៀកពាក់ដោយ KKK ហ្នឹងគឺពួកគាត់ហត់ហ្មងអញ្ចឹងអ្នកទាំងនេះគិតថាមិនដែរគិតថា KKK ហ្នឹងនៅមានទៀតអត់ឬក៏អត់មានទេ